ពិសេសណារូបថត mai chồng tia rụt thọt rồi ngày ở bán cắt chỗ AI mùiដើម្បីបានរូប Pro មាន background ស្អាតបែបនេះគឺអត់បាក់ទេគ្រាន់តែចូលទៅក្នុងកម្មវិធី Chrome ហើយ search ពាក្យថា AI បន្ទាប់មកចុចពាក្យថា Gemini AI ពេលចូលទៅដល់ក្នុងកម្មវិធី Gemini នឹងភ្លាម copy prompt ចូលហើយចុចសញ្ញាបូកហ្នឹងយើងអាច upload នៅរូបថតជ្រើសរើសរូបថតសិស្សណាម្នាក់ដែលចង់ upload តមកខ្ញុំដាក់រូបហ្នឹងហើយចុចបញ្ជូនពេលចុចបញ្ជូនរួចរាល់នឹងចេញរូបថ្មីដែល AI រៀបចំឲ្យវាមាន background ពណ៌ខៀវហើយផ្លាស់ប្ដូរអាវពណ៌សឲ្យឃើញស្អាតជាងមុនបន្ទាប់មកខ្ញុំក៏ save រូបនឹងទុកហើយផ្ញើចូលទៅក្នុង Telegram ដើម្បីដាក់ចូលទៅក្នុងកុំព្យូទ័រដើម្បីកំណត់ទំហំរូបភាពដែលចង់បានខ្ញុំចង់បានទំហំ 4x6 ខ្ញុំបញ្ជាក់ត្រង់ចំណុចនេះដែរនៅពេលដែល upload រូបភាពហ្នឹងគាត់ពាក់អាវសក៏បានអាវខៀវក៏បានដែរតែឲ្យតែជាកជ្រុងនោះ AI នឹងកំណត់អាវចេញម៉ូតអាវសកជ្រុងឲ្យគាត់ដែរតែបើសិនជាគាត់ពាក់អាវកមូលអញ្ចឹងចេញមករូបកមូលដែរអញ្ចឹងពេលរូបថតចេញមកវារៀងធំជាងគេតិចដោយសារខ្ញុំអត់សូវដឹងច្បាស់ពីទំហំដើមគេដាក់ប៉ុន្មានណាតែខ្ញុំដាក់ 4x6 តាមកុំព្យូទ័រ